Bảo bồn chỉ tìm mấy trái là này khi trong bàn mà đào phải là sài bẩn á khơi thà phải chia bột màu bị khang cọ congคือtràn cọមែនតែនច្រើនមែនតែនហើយឃើញថាមានបងប្អូនដែលជាសិស្សសានុសិស្សបានកំពុងតែធ្វើសកម្មភាពដ៏ល្អប្រពៃមែនតែនគឺចែកទាំងនំចែកទាំងទឹកសុទ្ធទៅដល់បងប្អូនភៀសខ្លួនមកពីកោះកុងមកហើយជាពិសេសហ្នឹងគឺបងសមត្ថកិច្ចគាត់ហត់នឿយមែនតែនឈរជើងសម្រួលចរាចរណ៍សម្រួលផ្លូវហ្នឹងតាំងពីម៉ោង3បងប្អូនណាតាំងពីម៉ោង3ទីភ្លឺរហូតមកទល់ពេលនេះបងប្អូនជាទីមេត្រីឃើញស្រាប់ហើយរូបភាពនេះបងប្អូនហត់អត់បងប្អូនហត់អត់ហត់បងដើម្បីជាតិអត់ហត់ទេបងដើម្បីជាតិដើម្បីបងប្អូនយើងដែលភៀសសឹកមកនេះលើកទី1នៅខេត្តកោះកុងយើងនៅមួយក៏មិនដែរបងលើកទី1ប៉ុន្តែខ្ញុំចែកជាលើកទី3ទី4ទេបងប៉ុន្តែនៅក្នុងខាងកោះកុងយើងនេះគឺលើកទី1ហើយលើកទី1បងដែលថៃអំណោយក៏ដូចជាទឹកសុទ្ធនំនែកដែលបងប្អូនចែកហ្នឹងតាបងប្អូនបានមកពីណាដែរឬមួយក៏បងប្អូនស្រាក់ដៃគ្នារៃគ្នាឬមួយក៏យ៉ាងណាមុនដំបូងខ្ញុំស្រាក់ដៃគ្នាហើយនេះដូចជាបងប្អូនសិស្សទី12សិស្សអីវិទ្យាល័យហ្នឹងចូលឧបត្ថម្ភមកជាជំនួយបន្តហើយខ្ញុំបើកការ live account របស់ខ្ញុំបងប្អូនអ្នកនៅ sample ជួយមកច្រើនបងជួយមកច្រើនម្នាក់100យួរម្នាក់200យួរអ្នកខ្លះឧបត្ថម្ភជាលុយតាមរយៈខ្ញុំនិងពួកម៉ាក់ខ្ញុំមួយទៀតដែលសហការគ្នាចុះមកចែកហ្នឹងបងបាទអញ្ចឹងបងប្អូនមានឈ្មោះអីដែរហើយបងប្អូនរៀននៅសាលាណាដែរបងប្អូនអាចជម្រាបដល់មហាជនបានទេព្រោះយើងធ្វើនេះគឺជាទង្វើដ៏ល្អមួយហើយក៏អាចបង្ហាញក៏ដូចជាគំរូមួយឲ្យបងប្អូនសិស្សានុសិស្សក្រោយអាចយកគំរូតាមបងប្អូនបាននេះជាទំពាំងស្នងរស័យមិនមែនជាទំពាំងស្អុយដែលដើរបង្ហោះម៉ូតូពេញវាលពេញកាលទេអញ្ចឹងហ្នឹងហើយអញ្ចឹងយើងអាចប្រាប់មហាជនបានថាឥឡូវបងប្អូនឈ្មោះអីហើយបងប្អូននៅសាលាណាហើយសិស្សានុសិស្សបងប្អូនច្បងបងប្អូនអីជួយសហការយ៉ាងម៉េចបងប្អូនអាចរៀបរាប់នៅក្នុងព័ត៌មាននេះបានខ្ញុំឈ្មោះសុនកែវចិនជាអ្នករស់ស៊ីនៅផ្សារ47ហើយជាមួយនឹងបងប្អូនទី11ទី12ទាំងអស់ចាប់ពីទី7មកចូលរួមមកច្រើនថ្ងៃហ្នឹងហើយជាពិសេសអរគុណដល់បងដែលនៅខាង47មិញឧបត្ថម្ភច្រើនខ្លាំងបងយើងរៀបរាប់ឈ្មោះឥឡូវហ្នឹងអត់អស់ទេគឺច្រើនតាមរយៈ QR ខ្ញុំផងតាមរយៈ QR បងនោះផងហើយតាមរយៈការ live របស់ខ្ញុំមិញហ្នឹងហើយគេដឹកទឹកសុទ្ធមកបន្តយើងរៀបរាប់ឈ្មោះអស់អធិស្ឋានមែនតែនបងអធិស្ឋានយើងរៀបរាប់អត់អស់បាទអរគុណច្រើនបងណានេះគឺជាទឹកចិត្តដ៏ល្អមួយបងប្អូនបាទបងប្អូនជាទីមេត្រីបានឃើញហើយនេះគឺជាទស្សនវិជ្ជារបស់បងប្អូនដែលភៀសខ្លួនមកពីខាងកោះកុងបងប្អូនបានឃើញនោះគឺស្ទើរតែកោហើយអ្វីដែលយើងសរសើរគឺសរសើរសមត្ថកិច្ចណាសរសើរសមត្ថកិច្ចគាត់ធ្វើការតាំងពីម៉ោង3ធ្វើការភៀសចម្លៀសណាតាំងពីម៉ោង3រហូតមកដល់ពេលនេះគឺគាត់រៀងនៅដែរអញ្ចឹងសរសើរទៅដល់ពួកគាត់ហើយអរគុណមែនទែនទៅដល់បងប្អូនក្មេងៗដែលកំពុងតែធ្វើការចែកជូនបងប្អូនដែលភៀសខ្លួនមកពីកោះកុងបាទកោះកុងបាទបងប្អូនច្រើនមែនទែនមិនមែនតិចទេបាទច្រើនមែនទែនអញ្ចឹងខ្ញុំពិតជាមិនដែលឃើញទេខាងកោះកុងយើងគឺលើកទី1ហើយដែលមានការភៀសខ្លួនមកច្រើនបែបនេះបងប្អូនជាទីមេត្រីខ្ញុំបាទមាសសារ៉ារហាសនាមមាត់រហាសម្ដីត្រង់សូមធ្វើការបញ្ចប់នៅសេចក្តីរាយការណ៍ជូនពុកម៉ែបងប្អូនតែប៉ុណ្្នឹងខ្ញុំបាទមាសសារ៉ាក៏សូមអរគុណនិងសូមគោរពលា